Bà helloជំរាបសួរនៅទាំងអស់គ្នាជាទីរាប់អានបាទវីដេអូនេះយើងសិក្សាពីអេសាយជាបន្តបាទអញ្ចឹងអេសាយរបស់យើងបានធ្វើតទៅនឹងទិន្នន័យធ្លាក់ចូលបានហើយបាទហើយប៉ុន្តែគោលបំណងខ្ញុំទីនេះខ្ញុំចង់ទាញតម្លៃរបស់វាម្ដងបាទនេះតម្លៃវាបាទអញ្ចឹងនៅពេលដែលយើងคลิก A បាទคลิก ABC នេះឲ្យវាចេញតម្លៃ$20របស់ ABC បាទបើខ្ញុំคลิกអង្គរវាឲ្យចេញតម្លៃរបស់$10របស់អង្គរចឹងបាទហើយមកក្រោមតទៀតក៏ដូចគ្នាបាទអញ្ចឹងយើងសាកល្បងធ្វើតទៀតបាទឲ្យវាឆេងនៅពេលដែលវាឆេងឡើងនេះឲ្យវាដំណើរការចឹងដែរបាទคลิกលើវា2ដងមកបាទអញ្ចឹងខ្ញុំបង្កើតអាញាត់ I មួយបាទ as integer បាទអញ្ចឹងខ្ញុំឲ្យ I ស្មើនឹងលេខ2បាទ do loop បាទអញ្ចឹងខ្ញុំដាក់លក្ខខណ្ឌខ្ញុំថា percent បើ sit នេះ sit លេខ2បាទ I ហើយនឹងបើ cell នោះស្មើគ្នាជាមួយនឹងបាទបើសិនជាវាស្មើគ្នាជាមួយនឹងខ្ញុំឲ្យកូដវាធ្វើការបាទអញ្ចឹងខ្ញុំត្រូវដាក់លក្ខខណ្ឌខ្ញុំថា percent បើ cell នេះស្មើនឹង combo box មួយឈ្មោះថា combo box name នេះបើវាស្មើគ្នាបាទបើវាស្មើគ្នាខ្ញុំឲ្យទិន្នន័យធ្លាក់មកពីក្នុង unit price បាទអញ្ចឹងនេះ p unit price មកបាទស្មើជាមួយនឹង sheet លេខ2បាទនេះខ្ញុំស្មើមានអញ្ចឹងក្នុងករណីវាចូលហើយឲ្យវាចាក់ចេញពីកូដតែបើក្នុងករណីអត់ true បើមិន true ទេខ្ញុំឲ្យ I ស្មើ I បាទបូកនឹងលេខ1បាទខ្ញុំសូមបញ្ជាក់ម្ដងទៀតអញ្ចឹងមានន័យថាខ្ញុំត្រូវបង្កើតអាញាត់1ហើយឲ្យអាញាត់នោះស្មើនឹងលេខ2 do loop នេះមានន័យថាធ្វើការម្ដងហើយម្ដងទៀតបាទអញ្ចឹងខ្ញុំគិតថាខ្ញុំត្រូវគិតថា percent បាទ cell នេះស្មើនឹង COB name បើវាស្មើគ្នាខ្ញុំឲ្យកូដមកបន្ទាត់នេះដែរកូដបោះតម្លៃពីស្ដាំមកឆ្វេងបាទនេះកូដនេះហៅថាខាងស្ដាំនេះហៅថាខាងឆ្វេងបាទរានពីលើចុះក្រោមបោះតម្លៃពីស្ដាំមកឆ្វេងគ្រប់កូដគ្រប់ភាសាទាំងអស់បាទអញ្ចឹងបន្ទាប់ពីវាបោះតម្លៃចូលក្នុងនេះហើយឲ្យវាចាក់ចេញពីសាប់ចេញពីកូដបដោយយល់បាទឥឡូវយើងធ្វើការតេស្តសាកល្បងបាទខ្ញុំคลิกសាកមើលបាទចេញទិន្នន័យ$10មក$10បាទ Tiger $5អត់ចេញសញ្ញា$ឥឡូវខ្ញុំដាក់សញ្ញា$ឲ្យខាងបាទអញ្ចឹងសញ្ញា$ក៏បាទបាទខ្ញុំដាក់ទ្រង់ជ្រូក2ដងទ្រង់ជ្រូក3ដងសញ្ញា2ដងចោលទៅដាក់សញ្ញា$ចូលបាទឥឡូវយើងមកតេស្តប្រាប់ម្ដងទៀតបាទអង្គរសញ្ញា$បាទ